ចំពោះគេមិនដឹងទេតែបើចំពោះខ្ញុំវិញរឿងនឹកឃើញធ្វើម្ហូបមួយគឺមហាសែនពិបាកអើយពិបាកតោះឥឡូវនេះជប់ពិបាកចិត្តទៅមកទៅផ្សារមួយខ្ញុំនឹងរៀបចំធ្វើម្ហូបបុកកំពឹសជាមួយអំពិលខ្ចីបុកម្ហូបបែបខ្មែរងាយស្រួលបងប្អូនអាចយកទៅធ្វើនៅផ្ទះខ្លួនឯងបានដំបូងឡើយគឺដាក់ស្ករអំបិលប៊ីចេងហើយចឹងមកបន្ទាប់ទៀតដាក់ខ្ញុំបុកអំពិលបន្ទាប់ពីខ្ញុំបុកអំពិលរៀងម៉ត់ហើយក៏ខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមម្ទេសដាក់ចឹងបុកឲ្យវាញ៉ុំឲ្យវាម៉ត់ល្អហើយខ្ញុំក៏ចាប់ផ្ដើមចូលមកក្រូចឆ្មាដាក់តែវីដេអូខ្ញុំដាក់ហ្នឹងអត់បានបញ្ជាក់ប្រាប់ហើយបន្ទាប់ពីខ្ញុំដាក់ហើយខ្ញុំបុកគ្រឿងរៀងម៉ត់ហើយខ្ញុំយកកំពឹសដែលលាងទឹកស្អាតហើយខ្ញុំដាក់គ្រឿងដែលខ្ញុំបានបុកអំបីមិញនេះបន្ទាប់ពីយើងនេះហើយយើងច្រវាល់ចូលគ្នាច្រវាល់កូរឲ្យសព្វមកបន្ទាប់ពីយើងកូរបានសព្វគ្រឿងឲ្យវាចូលជាតិកំពឹសចូលជាតិជាមួយនឹងនេះហើយខ្ញុំក៏បានដាក់គ្រឿងខាងស្លឹកគល់ស្លឹកគ្រៃដែលខ្ញុំបានទិញមកពីផ្សារនេះមិញហ្នឹងខ្ញុំដាក់រៀងល្មមដែរបងប្អូនអាចដាក់តាមចំណូលចិត្តបងប្អូនបានបន្ទាប់ពីខ្ញុំបានដាក់ហើយខ្ញុំកូរវាឲ្យសព្វកូរហើយខ្ញុំក៏បានភ្លក់មើលទៅវាខ្វះជូរអញ្ចឹងតែគ្រឿងយើងខ្វះជូរក៏អត់បានទេក៏អត់ឆ្ងាញ់អត់ដិតឆ្ងាញ់អញ្ចឹងខ្ញុំក៏បានចាត់ក្រូចឆ្មាហើយច្របាច់ដាក់ក្នុងភ្លៀងកំពឹសយ៉ាងហ្នឹងបន្ទាប់ពីខ្ញុំដាក់អស់2ផ្លែបន្ទាប់ពីដាក់ហើយខ្ញុំក៏បានភ្លក់មើលម្ដងទៀតតែបើអត់ទាន់ជូរអញ្ចឹងក៏ដាក់ថែមក្រូចឆ្មាបន្តទៀតមកធ្វើម៉េចយើងលើកម៉េចឲ្យភ្លាកំពឹសអញ្ចឹងឲ្យមានរសជាតិជូរបន្ទាប់ពីខ្ញុំបានដាក់ក្រូចហើយខ្ញុំក៏បានដាក់ស្លឹកក្រូចសើចដើម្បីរសឲ្យមានរសជាតិកាន់តែឈ្ងុយឲ្យមានរសជាតិកាន់តែឆ្ងាញ់អញ្ចឹងណាហើយបងប្អូនមិនដាក់ក្រូចសើចស្លឹកក្រូចសើចក៏បានដែរតាមចំណង់ចំណូលចិត្តរបស់យើងតែខ្ញុំដាក់បន្ទាប់ពីខ្ញុំដាក់ហើយខ្ញុំបានរួយសណ្តែកដីដែលខ្ញុំបានបោករៀងល្មមកុំឲ្យម៉ត់ពេកដាក់ចូលក្នុងបន្តទៀតហើយខ្ញុំបានកូរវាសព្វចូលគ្រឿងហើយអស់ជាមួយនឹងសណ្តែកដីហើយនេះខ្ញុំដាក់ខ្ទឹមបំពងយើងដាក់ឲ្យវាកាន់តែឈ្ងុយថែមទៀតដល់ពេលដែលយើងហូបទៅក៏មកមានក្លិនឆ្អាបក្លិនអីជាប់មាត់យើងអញ្ចឹងហើយមានរសជាតិដិតឆ្ងាញ់ហើយកំពឹសភ្លារបស់ខ្ញុំនេះគឺមានជាតិជូរល្មមមានរសជាតិអំពិលផងមានរសជាតិក្រូចឆ្មាផងហើយមានរសជាតិហឹរតិចដែរហើយមានក្លិនប្រហើរឈ្ងុយហូបទៅជាប់មាត់តែម្ដង